អូបាសាតូប៉ូទីហ្គាល់បងប្អូនបាទឡើងទៅវគ្គបន្តហើយអូយបាទប្រគួតនេះមានមើលរំថត់ជាងមើលរឿងខ្មោចទៀតនិយាយមែនបងប្អូនបាទស៊ីអារម្មណ៍សាហាវមែនតើនិយាយទៅ World Cup ឆ្នាំនេះតាំងប្រកួតប្រេស៊ីលប៉ះជប៉ុនបាទតាំងការប្រកួតប្រមាណប្រកួតកន្លងមកនេះបាទគឺ dramatic មែនតើបាទស៊ីគ្នាចុងម៉ោងសុទ្ធទៅសុទ្ធមកហើយមិញបាទប៉ូទីហ្គាល់ជាមួយនឹងក្រូអាតតង់ទី1មិនសូនស្មើបងប្អូនបាទតង់ទី2មានណាបាទក្រូអាតដាក់មកគ្រាប់Ivan Perisic ធ្លាក់ថ្លើមក្ដុកហ្មងបងប្អូនបាទក្នុងនាមយើងជាអ្នកគាំទ្រប៉ូទីហ្គាល់ប៉ុន្តែបាទរ៉ូណាល់ដូសុទ្ធបានមកគ្រាប់បាល់អបសាយទៀតហូរមកប្រៅបាល់អត់ឲ្យបាទអបសាយប៉ុន្តែបានពេលនាទីបាទបានពេលនាទីទៅពូដូក៏សុទ្ធបានមកគ្រាប់ក៏ជាគ្រាប់បាល់ដំបូងបាទនៅវគ្គ knock out stage បាទបានន័យថាវគ្គចាញ់ធ្លាក់ឬវគ្គខ្វែងហ្នឹងគ្រាប់ដំបូងហើយបាទតាំងពីលេង World Cup 6ចំនួនបាទមានតែមួយចំនួននេះទេដែលគាត់រកបានគ្រាប់បាល់នៅវគ្គ knock out stage ហើយតាមស្មើមួយថែម10នាទីបងប្អូនអូបាទថែម10នាទី Gonzalo Ramos បាទខ្សែប្រយុទ្ធបាទដែលមកពី Paris Saint-Germain ឥឡូវផ្ទេរទៅ AC Milan បាត់ហើយលោកតែតមកគ្រាប់នេះគឺយើងវាថាសប្បាយបាទសប្បាយខ្លាំងមែនទែនអូយបាទនិយាយទៅប្រកួតនេះមើលឲ្យចង់យំបាទ World Cup ឆ្នាំនេះខ្ញុំមើលចង់យំពីប្រកួតទី1ជប៉ុនប៉ះប្រេស៊ីលក៏ស្រឡាញ់ជប៉ុនក៏ស្រឡាញ់ហើយអាណិតជប៉ុនអាណិតត្រង់ថាស៊ីគេមុនហើយប្រេស៊ីលសុទ្ធតម្លាក់ចុងម៉ោង90បុកឈឺចាប់បងប្អូនបាទដល់ពេលមកមើលប៉ូទុយហ្គាល់ក្រូអាតចង់យំមកសាទៀតគឺអាណិតរំភើបបាទប៉ូទុយហ្គាល់សុទ្ធចូលចុងម៉ោងហើយក្រូអាតតាមស្មើ2-2បាល់ប៉ះចុងសក់បងប្អូនអបសាយបាទហើយដល់ពេលដែលកាមេរ៉ាចាប់ម៉ូទ្រីកពេលចប់ការប្រកួតអាណិតម៉ូទ្រីកបងប្អូនបាទយើងធ្លាប់តែឃើញគាត់ជោគជ័យមួយរ៉ូណាល់ដូបាទនៅ Real Madrid បាទគាត់ឈ្នះពានឆ្នៃហោហែជុំគ្នាដល់ពេលគាត់ប៉ះគ្នាបាទមានតែប្រិមិត្តរបស់ Real Madrid ញ៉ៃចង់អ៊ូដំកបាទប្រិមិត្តរបស់ពូដូបាទដែលយល់ថាការប៉ះគ្នារវាងមិត្តភាពហើយកីឡាករ legend ក្នុងពិភពបាល់ទាត់ធ្លាក់គឺហាលអាវបាទគឺឈប់ពាក់ជាមួយជាតិបាទឈ្នះគឺពាក់បន្តទៀតអញ្ចឹងគឺអាណិតម៉ូទ្រីកមែនតើបាទចង់យំបងប្អូននិយាយមែនបាទមើលប្រកួត World Cup ឆ្នាំនេះសាហាវជាងរឿងភាគទៀតហើយរន្ធត់ជាងមើលរឿងខ្មោចទៀតណាបាទមើលប៉ូទុយហ្គាល់ជាមួយនឹងក្រូអាតមិញណាអូខេបាទប៉ុណ្ណឹងបងប្អូនបាទអបអរសាទរប៉ូទុយហ្គាល់បាទឡើងទៅវគ្គ16ក្រុមអបអរសាទរបាទរ៉ូណាល់ដូបាទគាត់សុទ្ធក្រដំបូងបាទនៅវគ្គ knock out stage ឥឡូវគាត់បានប៉ុន្មាន12 13គ្រាប់ណាបាទនៅ World Cup បាទហើយចូលរួមសោកស្ដាយបាទក្រូអាតដែលបានធ្លាក់បាទហើយប៉ូទុយហ្គាល់អត់តន់អស់ភារកិច្ចទេបាទគឺត្រូវបន្តបាទទៅជួបអេស្ប៉ាញព្រឹកមិញដាក់អូទ្រីស 3-0 ទៀតបាទអញ្ចឹងគឺចាំមើលបាទការប្រកួតរបស់ពូដូបាទនៅ World Cup បាទត្រូវជួបជាមួយនឹងអេស្ប៉ាញដូចជាលេងថ្ងៃច័ន្ទយកថ្ងៃអង្គារនេះបងប្អូនបាទការបរិច្ឆេទទេណាមាននឹងជម្រាបជូនតាមក្រោយអរគុណបាទអបអរសាទរប៉ូទុយហ្គាល់បាទឡើងទៅវគ្គបន្តអរគុណបាទ